ការបរិភោគផ្លែប៉ោមគឺផ្ដល់អត្ថប្រយោជន៍ច្រើនដល់រាងកាយតែបើបរិភោគផ្លែប៉ោមខុសក្បួននោះនឹងបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារយោងតាមអ្នកជំនាញអាហារូបត្ថម្ភជនជាតិជប៉ុនម្នាក់ផ្លែប៉ោមត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាអាហារដែលផ្ដល់សុខភាពល្អប៉ុន្តែការញ៉ាំវារបៀបខុសអាចនាំមកនូវហើមពោះមិនស្រួលក្រពះនិងបង្កបញ្ហារំលាយអាហារផ្សេងៗទៀតផ្លែឈើនេះសម្បូរទៅដោយជាតិសរសៃជាពិសេសជាតិសរសៃរលាយដែលស្រូបយកទឹកធ្វើឲ្យលាមកទន់និងជួយសម្រួលដល់ចលនាពោះវៀនជាប្រចាំការញ៉ាំផ្លែប៉ោមដែលមានសម្បកក៏ផ្ដល់ជាតិសរសៃច្រើននិងអាចជួយរក្សាបរិស្ថានពោះវៀនដែលមានសុខភាពល្អទោះយ៉ាងណាក៏ដោយអ្នកជំនាញអាហារូបត្ថម្ភដែលមានឈ្មោះថា Momoko Natsumi ដែលមានបទពិសោធន៍7ឆ្នាំក្នុងការធ្វើការនៅមន្ទីរពេទ្យធំមួយបាននិយាយថាទម្លាប់ចំនួន5នៃការញ៉ាំផ្លែប៉ោមអាចបង្កផលប៉ះពាល់អាក្រក់ទី1គឺការញ៉ាំផ្លែប៉ោមពេលពោះទទេមនុស្សជាច្រើនញ៉ាំផ្លែប៉ោមសម្រាប់អាហារពេលព្រឹកប៉ុន្តែការញ៉ាំវាពេលពោះទទេអាចបណ្ដាលឲ្យហើមពោះផ្លែឈើនេះមានផ្ទុកទាំងជាតិសរសៃនិង fructose ដែលមានជាតិ ferment នៅក្នុងបំពង់រំលាយអាហារនិងបង្កើតអូស្មန်វេជ្ជបណ្ឌិតណែនាំឲ្យបរិភោគផ្លែប៉ោមរួមគ្នាជាមួយនឹងអាហារពេលព្រឹកផ្សេងទៀតជាជាងញ៉ាំផ្លែប៉ោមតែមួយមុខទី2គឺការញ៉ាំផ្លែប៉ោមច្រើនពេកមនុស្សមួយចំនួនសន្មតថាដោយសារតែផ្លែប៉ោមមានសុខភាពល្អការញ៉ាំច្រើននឹងទទួលអត្ថប្រយោជន៍កាន់តែច្រើននៅក្នុងរដូវកាលផ្លែប៉ោមមនុស្សអាចបរិភោគ2ឬ3ផ្លែក្នុងមួយថ្ងៃឬអាចបរិភោគផ្លែប៉ោមពេញមួយថ្ងៃផងដែរទោះយ៉ាងណាក៏ដោយការញ៉ាំជាតិសរសៃនិងហ្វ្រូតូសក្នុងបរិមាណច្រើនក្នុងពេលតែមួយអាចបង្កើនហានិភ័យនៃអូស្មန်និងហើមពោះដូច្នេះពេទ្យណែនាំឲ្យកំណត់ការញ៉ាំផ្លែប៉ោមមិនឲ្យលើសពី1ផ្លែនោះទេក្នុងមួយថ្ងៃទី3គឺការញ៉ាំផ្លែប៉ោមដោយផ្ទាល់ពីទូទឹកកកផ្លែប៉ោមត្រជាក់អាចមានរសជាតិផ្អែមនិងស្រស់ស្រាយប៉ុន្តែអាចបណ្ដាលឲ្យមិនស្រួលសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារងាយរងប្រតិកម្មអាហារត្រជាក់អាចបណ្ដាលឲ្យរមួលក្រពើឬហើមពោះចំពោះមនុស្សមួយចំនួនការអនុញ្ញាតឲ្យផ្លែប៉ោមវិលទៅរកសីតុណ្ហភាពដូចដើមវិញឬញ៉ាំជាមួយនឹងទឹកក្តៅអ៊ុនៗអាចធ្វើឲ្យមានភាពងាយស្រួលក្នុងការរំលាយអាហារទី4គឺការញ៉ាំសម្បកផ្លែប៉ោមជាមួយនឹងក្រពះងាយរងប្រតិកម្មសម្បកផ្លែប៉ោមមានជាតិសរសៃដ៏មានតម្លៃប៉ុន្តែវាអាចពិបាកក្នុងការរំលាយអាហារសម្រាប់អ្នកដែលមានក្រពះខ្សោយឬងាយរងប្រតិកម្មជាតិសរសៃដែលមិនរលាយក្នុងសម្បកផ្លែប៉ោមអាចប្រមូលផ្ដុំនៅក្នុងបំពង់រំលាយអាហារនិងរួមចំណែកដល់ការហើមពោះនៅពេលដែលរាងកាយស្ថិតនៅក្រោមភាពតានតឹងឬការរំលាយអាហារមិនល្អការបកសម្បកឬចំហុយផ្លែប៉ោមអាចជាជម្រើសដ៏ល្អបំផុតទី5គឺការញ៉ាំផ្លែប៉ោមលឿនពេកការមិនទំពារផ្លែប៉ោមឲ្យបានត្រឹមត្រូវអាចធ្វើឲ្យប្រព័ន្ធរំលាយអាហារមានភាពតានតឹងផងដែរបំណែកអាហារធំពិបាករំលាយសម្រាប់ក្រពះខណៈដែលការញ៉ាំផ្លែប៉ោមលឿនអាចបណ្ដាលឲ្យមនុស្សលេបខ្យល់ច្រើនដែលបង្កើនលទ្ធភាពនៃការហើមពោះហើយការកាត់ផ្លែប៉ោមជាបំណែកតូចៗនិងទំពារយឺតៗអាចជួយដល់ការរំលាយអាហារបានដោយរលូននេះខ្ញុំសានលីម៉ាពី Sweet You និង Best TV Sweet You and Best TV ព័ត៌មានក្នុងដៃអ្នកជំនាញផ្នែកសុខភាពបានណែនាំអំពីម៉ោងដែលត្រូវបរិភោគអាហារថ្ងៃត្រង់ដើម្បីទទួលបានសុខភាពល្អពេលវេលាបរិភោគអាហារថ្ងៃត្រង់ដ៏ល្អបំផុតគឺត្រូវបរិភោគប្រហែល4ទៅ5ម៉ោងបន្ទាប់ពីបរិភោគអាហារពេលព្រឹកដោយអ្នកជំនាញអាហារូបត្ថម្ភជាច្រើនបានណែនាំថាមនុស្សពេញវ័យភាគច្រើនគួរតែបរិភោគអាហារថ្ងៃត្រង់នៅចន្លោះម៉ោង 11:30 នាទីព្រឹករហូតដល់ម៉ោង 12:30 នាទីថ្ងៃត្រង់ដើម្បីជួយរក្សាកម្រិតថាមពលឲ្យស្ថិតស្ថេរនិងគាំទ្រដល់ការរំលាយអាហារដែលមានសុខភាពល្អអ្នកជំនាញអាហារូបត្ថម្ភវេជ្ជបណ្ឌិតផាមហងងុកមកពីវិទ្យាស្ថានវិទ្យាសាស្ត្រអនុវត្តវៀតណាមបាននិយាយថាអាហារថ្ងៃត្រង់គឺចាំបាច់សម្រាប់ការបំពេញថាមពលឡើងវិញនៅពេលរសៀលធ្វើឲ្យជាតិស្ករនៅក្នុងឈាមមានស្ថិរភាពនិងគ្រប់គ្រងដល់មុខងាររំលាយអាហារនៅក្នុងរាងកាយប្រសិនបើរាងកាយត្រូវបានប្រៀបធៀបទៅនឹងយានជំនិះអាហារពេលព្រឹកដើរតួនាទីជាការបញ្ឆេះម៉ាស៊ីនខណៈដែលអាហារថ្ងៃត្រង់ផ្ដល់ប្រេងឥន្ធនៈដែលត្រូវការដើម្បីរក្សាវាឲ្យដំណើរការប្រកបដោយប្រសិទ្ធភាពការរំលងអាហារថ្ងៃត្រង់ឬការបរិភោគយឺតពេកធ្វើឲ្យរាងកាយមានថាមពលទាបកាត់បន្ថយ
ការផ្ដោតអារម្មណ៍និងធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងភាពស្រេកឃ្លាននៅពេលក្រោយចន្លោះពេលដ៏ល្អបំផុតរវាងអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់គឺប្រហែល4ទៅ5ម៉ោងដែលអនុញ្ញាតឲ្យរាងកាយបំពេញថាមពលឡើងវិញមុនពេលកម្រិតជាតិស្ករក្នុងឈាមចាប់ផ្ដើមធ្លាក់ចុះចំពោះអ្នកដែលញ៉ាំអាហារពេលព្រឹកនៅម៉ោង 7:30 នាទីអាហារថ្ងៃត្រង់គួរតែបរិភោគនៅវេលាម៉ោង 11:30 នាទីព្រឹករហូតដល់ម៉ោង 12:30 នាទីថ្ងៃត្រង់ដែលជាទូទៅត្រូវបានចាត់ទុកថាជាពេលវេលាដ៏សមរម្យបំផុតការរងចាំ 4 ទៅ 5 ម៉ោងបន្ទាប់ពីអាហារពេលព្រឹកត្រូវគ្នានឹងវដ្តជាតិស្ករធម្មជាតិរបស់រាងកាយដែលជួយការពារការអស់កម្លាំងការផ្ដោតអារម្មណ៍មិនល្អនិងការធ្លាក់ចុះថាមពលខណៈដែលគ្រប់គ្រងដល់ជាតិស្ករក្នុងឈាមដែលមានស្ថិរភាពពេញមួយថ្ងៃដោយឡែកការបរិភោគអាហារថ្ងៃត្រង់លឿនពេកក្នុងរយៈពេល 3 ម៉ោងបន្ទាប់ពីអាហារពេលព្រឹកអាចបណ្ដាលឲ្យមានការកើនឡើងនិងការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃជាតិស្ករក្នុងឈាមដែលបង្កើនលទ្ធភាពនៃការឈឺក្បាលឆាប់ខឹងមូម៉ៅនិងការញ៉ាំច្រើនពេកនៅពេលក្រោយពេលវេលាដ៏ល្អបំផុតដើម្បីបរិភោគអាហារថ្ងៃត្រង់ប្រែប្រួលអាស្រ័យទៅលើកត្តាជាច្រើនរួមទាំងទំហំនិងតុល្យភាពអាហារូបត្ថម្ភពីអាហារពេលព្រឹកសកម្មភាពរាងកាយពេលព្រឹកនិងការរំលាយអាហាររបស់បុគ្គលម្នាក់ៗនិងស្ថានភាពវិទ្យាសាស្ត្រដូចជាជំងឺទឹកនោមផ្អែមឬភាពធន់នឹងអាំងស៊ុយលីនដែលអាចត្រូវការចន្លោះពេលខ្លីនៅរវាងអាហារមួយពេលនេះខ្ញុំសានលីម៉ាពី Sweet New និង Best TV អស់កម្លាំងទៅកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង Speak New and Best TV ព័ត៌មានក្នុងដៃអ្នកចូលចិត្តហែលទឹកសូមប្រយ័ត្នកុមាររាប់រយនាក់នៅអាមេរិកបានរកឃើញឆ្លងមេរោគនៅក្នុងអាងទឹកសាធារណៈហើយនេះគឺជាជំងឺ3ប្រភេទដែលងាយនឹងចម្លងនៅពេលហែលទឹកក្នុងអាងទឹករួមគ្នាអាងហែលទឹកច្រើនតែជាកន្លែងដែលមានមនុស្សច្រើនកកកដែលមានក្រុមមនុស្សជាច្រើនក្រុមរួមទាំងកុមារស្ត្រីនិងបុរសដើម្បីរក្សាអនាម័យការគ្រប់គ្រងអាងហែលទឹកប្រើប្រាស់ក្លូរីននិងថ្នាំសម្លាប់មេរោគផ្សេងទៀតគឺប្រើដើម្បីសម្អាតទឹកទោះបីជាយ៉ាងណាក៏ដោយការឆ្លងមេរោគគឺនៅតែអាចកើតឡើងក្នុងចំណោមអ្នកដែលហែលទឹកប្រសិនបើមានមនុស្សដែលផ្ទុកមេរោគនៅក្នុងអាងហែលទឹកដូចជាមេរោគ Adenovirus រលាកថ្លើមប្រភេទ Enterovirus និង HPV នៅពេលដែលវាចូលទៅក្នុងខ្លួនមេរោគAdenovirus បង្កជារោគសញ្ញាដូចជាគ្រុនក្តៅខ្លាំងឈឺបំពង់កក្អកនិងរលាកភ្នែកផលវិបាកដែលមិនសូវកើតមានគឺរួមមានការរលាកទងសួតរលាកទងសួតតូចនិងការឆ្លងមេរោគថ្លើមតម្រងនោមនិងខួរក្បាលនៅដើមខែកក្កដាមន្ទីរពេទ្យកុមារជាតិរបស់អាមេរិកបានកត់ត្រាកុមាររាប់រយនាក់ឯណោះដែលបានឆ្លងមេរោគខាងលើនេះវីរុសរលាកថ្លើមប្រភេទ A បណ្ដាលឲ្យមានរោគសញ្ញាភ្លាមៗដូចជាគ្រុនក្តៅអស់កម្លាំងឈឺពោះចង្អោរបាត់បង់ចំណង់អាហារខាន់លឿងជំងឺនេះគឺអាចវិវត្តទៅជាផលវិបាកធ្ងន់ធ្ងរដូចជាខ្សោយថ្លើមស្រួចស្រាវរលាកលំពេងស្រួចស្រាវរលាកថង់ប្រមាថការផ្ទុះឡើងនៃជំងឺរលាកថ្លើមប្រភេទ A ជាច្រើនគឺបានកើតឡើងនៅទូទាំងពិភពលោកដែលជាប់ទាក់ទងទៅនឹងការហែលទឹកនិងងូតទឹកក្នុងប្រភពទឹកក្តៅនៅអាមេរិកហុងគ្រីនិងអូស្ត្រាលីមេរោគ Enterovirus EVS គឺជាក្រុមមេរោគពោះវៀនទូទៅមួយប្រភេទដែលងាយឆ្លងខ្លាំងបំផុតចំពោះកុមារជាពិសេសអ្នកដែលមានអាយុក្រោម5ឆ្នាំជំងឺទូទៅដែលបង្កឡើងដោយមេរោគ EVS រួមមានជំងឺដៃជើងនិងមាត់រលាកស្រោមខួរក្បាលរលាកសាច់ដុំបេះដូងនិងជំងឺស្វិតដៃជើងដែលអាចបណ្ដាលឲ្យស្លាប់នៅក្នុងអំឡុងពេលនៃការផ្ទុះឡើងនៃជំងឺដៃជើងនិងមាត់នៅដើមឆ្នាំ2026ប្រទេសវៀតណាមក៏បានកត់ត្រាការស្លាប់របស់កុមារយ៉ាងហោចណាស់8នាក់ផងដែរពីការឆ្លងមេរោគខាងលើនេះនៅតំបន់សើមជុំវិញអាងហែលទឹកវីរុស HPV ឬគេហៅថា Human Papillomavirus ប្រភេទមួយចំនួនអាចចូលតាមរយៈរបួសបើកចំហហើយបណ្ដាលឲ្យកើតឫសជាធម្មតានៅលើបាតជើងកែងជើងម្រាមជើងនិងក្រចកជាដើមឫសជើងជាធម្មតាមិនបង្កគ្រោះថ្នាក់ហើយអាចបាត់ទៅវិញដោយខ្លួនឯងប៉ុន្តែក្នុងករណីខ្លះវាអាចឈឺចាប់មិនស្រួលមិនស្អាតនិងប៉ះពាល់ដល់សុខុមាលភាពផ្លូវចិត្តរបស់អ្នកជំងឺដូច្នេះបើទោះបីជាការហែលទឹកជាសកម្មភាពរាងកាយដែលមានប្រយោជន៍សម្រាប់មនុស្សពេញវ័យនិងកុមារក៏ដោយក្រុមគ្រួសារនៅតែត្រូវយកចិត្តទុកដាក់ចំពោះការការពារសុខភាពវាគឺជាការប្រសើរក្នុងការជ្រើសរើសអាងហែលទឹកដែលស្អាតដែលត្រូវបានសម្អាតនិងសម្លាប់មេរោគជាប្រចាំដើម្បីការពារសុខភាពក្រុមគ្រួសារទាំងមូលលើសពីនេះឪពុកម្ដាយក៏គួរតែពិនិត្យនិងធានាថាកូននិងគ្រួសារទាំង
មូលរបស់ពួកគេគឺទទួលបានការចាក់វ៉ាក់សាំងចាំបាច់ទាំងអស់ដើម្បីការពារជំងឺឆ្លងទូទៅដែលឆ្លងរយៈតាមប្រព័ន្ធផ្លូវដង្ហើមប្រព័ន្ធរំលាយអាហារនិងការខាំរបស់មូសក្នុងរដូវក្តៅក៏ដូចជាជំងឺគ្រុនផ្ដាសាយជំងឺរលាកសួតជំងឺផ្លូវដង្ហើមជំងឺរលាកស្រោមខួរក្បាលជំងឺកាញ់ជ្រៅជំងឺអុតស្វាយជំងឺរលាកថ្លើមប្រភេទ A វ៉ាក់សាំងប្រឆាំងនឹងមេរោគ HPV ទូទៅដែលបណ្ដាលឲ្យកើតឬក្នុងប្រដាប់ភេទនិងជំងឺមហារីកផ្សេងៗទៀតចំពោះភេទទាំងពីរនាងខ្ញុំហៃសោភាពី Swift News និង Best TV Swift News and Best TV ព័ត៌មានក្នុងដៃអ្នក